សូមគោរពនឹងជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីទាក់ទងនឹងការងាររៀបចំការដ្ឋានដោយតែបងប្អូនបានដឹងកាលពីវីដេអូមុនយើងបានធ្វើការងារចាក់ដីរួចរាល់អស់ហើយយើងកំពុងធ្វើការងារតេស្តគ្រឹះអញ្ចឹងចន្លោះពេលនេះផងដែរខ្ញុំមានសកម្មភាពមួយទៀតគឺការងាររៀបចំផ្លូវបានន័យថាផ្លូវបដោះអាសន្នសម្រាប់ការងារដឹកគ្រឿងចាក់ដឹកគ្រឹះឲ្យចូលអញ្ចឹងណាហើយសម្រាប់ការងារផ្លូវបដោះអាសន្នរបស់យើងប្រើពពួកថ្មអង្គឌើដែលយើងហៅថា crash stone ណាបាទហើយដោយសកម្មភាពមុននឹងបន្តិចគាត់ប្រើម៉ាស៊ីន survey ដើម្បីវាស់វែងទីតាំងហើយនឹង check level ថ្មយើងឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌនិងតាមប្លង់ដែលយើងបានសិក្សារួចហើយបន្ទាប់ពីនឹងមកពួកគាត់យកថ្មមកចាក់ថ្មហើយមាន bulldozer ហ្នឹងឈូសព្រាយហើយយើងមានឡូចាប់ដើមកិនបន្តទៅទៀតនេះពួកគាត់ធ្វើបានច្រើនដែរដោយសារប្រហែលថ្ងៃដែរ2-3ថ្ងៃគាត់ធ្វើនេះឡានថ្មគាត់ចូលមកចាក់ហើយគាត់ចូលមកចាក់តាមព្រាយតាមនឹងហើយបានយក bulldozer មកឈូសហើយយើងកិនជាមួយនឹងឡូអញ្ចឹងណាហើយការងារយើងរៀងសើមតិចដោយសារទំភ្លៀងថ្មីអញ្ចឹងយើងដើរទៅមើលបន្តទៀតនៅខាងមុខទៀតវាមានច្រើនប៉ុន្តែយើងចាក់ហើយមកកាច់ខាងក្រោយនេះចាក់បន្តមកចំហូតខាងបដោយវិញចាក់បហូតខាងបដោយវាវែងដែរចូល300ម៉ែត្រដែរមើលទៅអញ្ចឹងយើងដើរទៅមើលទាំងអស់គ្នានេះកន្លែងខ្លះយើងកិនរួចហើយអញ្ចឹងយើងព្យាយាមកិនបន្ថែមដើម្បីជៀសវាងវាដឹកតំណែងចូលដឹកអីវ៉ាន់ដឹកគ្រឿងចាក់ដឹកគ្រឹះចូលទៅវាផងដោយសារអីវ៉ាន់យើងវាធ្ងន់ដែរអញ្ចឹងយើងត្រូវការប្រហាប់ឲ្យច្រើនដងហើយកម្រាស់ថ្មយើងក៏ក្រាស់គួរសមដែរសម្រាប់ផ្លូវបដោះអាសន្នយើងប្រើកម្រាស់2 តឹកអញ្ចឹង2 តឹកក្រាស់ដែរហើយដីយើងប្រហាប់ហើយយើងតេស្តហើយដោយកាលពីវីដេអូមុនខ្ញុំបានបង្ហាញម្ដងនេះតើតើនឹងការតេស្តដី backfill ដីហើយយើងបានតេស្តរួចរាល់បានជាប់មួយសាអញ្ចឹងនេះដីយើងជាប់មួយសាតែថ្មរបស់យើងក៏យើងត្រូវប្រហាប់ឲ្យមាំដើម្បីដឹកគ្រឿងចាក់ងាយស្រួលក្នុងការដឹកបញ្ជូនកុំឲ្យវាមានជាប់ផុងកុំឲ្យមានសកម្មភាពផ្សេងដែលវាធ្វើឲ្យអាក់ខានការងារយើងអញ្ចឹងកន្លែងនេះពួកគាត់បានប្រហាប់កាលពីម្សិលមិញហើយគាត់ថាពួកគាត់នឹងប្រហាប់ថែមដោយសារអីគាត់ឈូសឆាយថ្មដែលដឹកមកថ្មីហើយគាត់ចាប់ផ្ដើមឈូសកិនមួយសាទៀតបានតែពេលបញ្ចប់ការងារហ្នឹងមុននឹងយកគ្រឿងចាក់ចេញពីលើផ្លូវនេះគាត់កិនមួយសាទៀតនេះគាត់កិនមកដល់កន្លែងដែរយើងកិនពីម្សិលមិញដែរយើងកិនបន្ថែមចឹងបងប្អូនដើរទៅមើលកន្លែងដែលប្រហាប់ហើយពីម្សិលមួយថ្ងៃមួយជាមួយខ្ញុំទាំងអស់គ្នានេះផ្លូវយើងប្រហាប់ហើយនៅចំកែងហើយយើងបត់ស្ដាំទៅឃើញការងារប្រហាប់ហើយពីច្រកចូលមកចឹងដើរទៅមើលទាំងអស់គ្នាហើយបញ្ជាក់បងប្អូនតិចការងារកែងផ្លូវនេះរៀងប្រយ័ត្នតិចដោយសារអីវាចិត្តបន្លាយទឹកតិចដែរអញ្ចឹងវាធ្វើឲ្យការងារបត់ឡានវាអត់សូវល្អអញ្ចឹងយើងត្រូវការបរិយាកែងឲ្យធំបន្តិចបើថាយើងបរិយាឲ្យវាងាយស្រួលក្នុងការបត់បើកបរអញ្ចឹងណាដោយសារយើងដឹកគ្រឿងចាក់វាអាចនឹងវែងកតុយវែងនេះបន្លាយយើងគៀននឹងដែរយើងប្រយ័ត្នដែរអញ្ចឹងយើងត្រូវការប្រយ័ត្នផ្សេងនៅកែងហ្នឹងយើងធ្វើម៉េចឲ្យវាបត់ឡានទៅងាយស្រួលអត់ប៉ះកណ្ដុះដីអត់ប៉ះដីដែលយើងចាក់ហើយនឹង
វាឡើងលើទួលលើអីចឹងវាអាចហានិភ័យដូចជាការកលាប់ឡានឬក៏ការសកម្មភាពអីផ្សេងវាអសុវត្ថិភាពណាបាទហើយនេះជាទីតាំងយើងបត់មួយទៀតបានន័យថាទីតាំងបត់ពីទីតាំងដែលយើងឆក់ចូលពី gate របស់យើងអញ្ចឹងទៅមើល gate ទាំងអស់គ្នាដោយបងប្អូនបានឃើញអញ្ចឹងយើងមានដែកស្លឹកមួយស្លឹកនេះមិនស្លឹកឬពីរស្លឹកទេតែមើលទាំងអស់គ្នាព្រោះហេតុអីយើងដាក់ដែកស្លឹកនេះដោយសារផ្លូវយើងផ្លូវដីអញ្ចឹងយើងត្រូវការដាក់ដែកស្លឹកកុំឲ្យវាផុងទៅដល់ដីនឹងថ្មអញ្ចឹងណាបាទហើយនេះផ្លូវយើងមកជារៀងទៀតយើងអត់បានធ្វើអញ្ចឹងយើងនឹងបញ្ចប់ការងារខាងមកខាងនោះហើយយើងត្រឡប់មកខាងនេះហើយនេះនាំបងប្អូនទៅមើល BM មួយដោយសារយើង survey យើងយកពី BM នឹងទាំងអស់នេះ BM យើងដែកដីខ្ញុំចង្អុលហ្នឹងយើងប្រើបានទាំង coordination ហើយនឹង level ដោយសារយើង set up ហើយនេះជា TVM 3របស់ខ្ញុំអញ្ចឹងវីដេអូយើងក៏ឈានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណហើយជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អនិងសំណាងល្អជួបគ្នាវីដេអូក្រោយសូមអរគុណ